ស្ដីនៅគ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់ធ្វើការចែករំលែកទាក់ទងពីរបៀបក្នុងការ adjust នៅ audio sound នៅលើកម្មវិធី Adobe Premiere Pro CC បាទ CC 2018អូខេអញ្ចឹងយើងអាច adjust របស់វាបានសេរីវ៉ាលីរបស់វាណាទៅតាមតម្រូវការរបស់យើងលើខ្លាំងឬក៏លើតិចណាដោយអ្នកនរគ្នាគ្រាន់តែ add sound ចូលមកឥឡូវឧទាហរណ៍ថាខ្ញុំ add sound មួយនេះយើងចុចកន្លែងនេះមកខ្ញុំ add sound ចូលអញ្ចឹងណាអូខេអ្នកនរគ្នាទាញកន្លែងនេះឲ្យវារៀងវែងនេះមកដើម្បីយើងងាយស្រួលការមើលណាជឿវាមាន L ហើយនិង O ហ្នឹងហើយបន្តមកទៀតអ្នកនរគ្នាចុចត្រង់កន្លែងសញ្ញាមួយនេះឥឡូវយើងមើលនេះកន្លែងនេះយើងសូទៅលើ key free name វាបង្ហាញឈ្មោះ cloud អូខេ capture អញ្ចឹងណាឥឡូវខ្ញុំចូលទៅកាន់សញ្ញារូបមួយទៀតខ្ញុំយកពាក្យថា show audio key frame នេះអញ្ចឹងវាបង្ហាញនឹង audio key frame របស់យើងហើយនៅពេលដែលយើងចុចcontrol ដែលមាននៅលើ keyboard ណាហ្នឹងហើយនេះវាជាសញ្ញាបូកនេះឥឡូវនេះខ្ញុំនឹងចាប់ដើមចុចអក្សរ app នេះអូខេឥឡូវចាប់ដើមសេរីមកហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅកាន់តម្រងដើមដំបូងខ្ញុំចាប់ដើមខាត់ចាំមួយសិនអូខេខ្ញុំចុចអក្សរ C ខ្ញុំខាត់អក្សរ V មក select tool នេះហើយខ្ញុំ delete ចោលហើយខ្ញុំរុញវាចូលអញ្ចឹងនៅពេលដែលយើង play នេះមកគឺវាលឺសូរដំបូងវាលឺសូរខ្លាំងណាអញ្ចឹងណាខ្ញុំចង់ឲ្យដំបូងវាលឺសូររៀងអត់ខ្លាំងអញ្ចឹងលឺសូរល្មមអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំអាចចុចពាក្យថា control មកត្រឹមចុច control ដែលមាននៅលើ keyboard របស់យើងណាអ្នកនរគ្នាចេញសញ្ញានេះហើយនៅកន្លែងទៀននេះកណ្ដាលនេះហ្នឹងហើយវាមានបែកហ្នឹងណាហ្នឹងហើយឥឡូវខ្ញុំចង់អានរណាខ្ញុំចង់អានប៉ុណ្ណេះឥឡូវដាក់ប៉ុណ្ណេះមកឥឡូវឲ្យច្រើនតិចមួយនេះមួយជាងអ្នកនរគ្នាចង់ឲ្យវាចុះក្រោមអ្នកនរគ្នាគាត់ទាញយំឲ្យវិញយើងទាញមកចុះក្រោមនេះឲ្យក្រោមវាទៀតណាបើដែរឲ្យចុះក្រោមវាទៅនេះចុះបន្ថែមនេះចុច control មួយទៀតណានេះខ្ញុំអត់ចុចទេឡើងចុច control មួយទៀតបូកខ្ញុំទាញវាឡើងលើវិញឃើញទេនេះនេះខ្ញុំចុចមួយទៀតមក control ទៀតដែរខ្ញុំទាញចុះក្រោមឲ្យវាលោកស្មើអញ្ចឹងណាហ្នឹងហើយនេះខ្ញុំទាញមួយទៀតមកយើងលើអញ្ចឹងនៅពេលដែលយើង play មកវាស្ដីវាឡើងចុះឡើងចុះហ៎អូខេខ្ញុំដាក់មួយទៀតខ្ញុំយកចុះទាំងអស់ចុះដល់ក្រោមមកហើយនេះចាំទៀតយើងឡើងលើវិញនេះឡើងលើប៉ុណ្ណេះហ្នឹងហើយគេយើង play ដល់ទៀតហ៎អូខេអញ្ចឹងសម្រាប់ការធ្វើសំឡេងឡើងសំឡេងចុះគឺមានតែប៉ុណ្្នឹងនៅក្នុង Adobe Premiere Pro បាទសម្រាប់ version CC 2018ហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះពីដើមរហូតដល់ចប់ហើយសម្រាប់អ្នកមកថ្មីសូមជួយចុច Subscribe ម្នាក់មួយផងក៏ដូចជាដាក់សញ្ញារូបកណ្ដឹងដើម្បីកុំឲ្យរំលងកកខាននៅវីដេអូបន្តទៀតខ្ញុំបាទ Offin សូមអរគុណសូមជម្រាបលា